ចាសសូមជម្រាបសួរនៅក្នុងវីដេអូនេះនាងខ្ញុំនឹងចែករំលែកនៅចំណេះដឹងនិយាយអំពីអាហារ3ប្រភេទដែលជួយជំនួយដល់សក់ជ្រុះបណ្ដាលមកពីមូលហេតុច្រើនរួមមានកត្តាដំណពូជអនាម័យអាយុ stress ជំងឺការប្រើប្រាស់ថ្នាំឬក៏ប្រើប្រាស់នៅផលិតផលថែរក្សាសក់ខុសសក់អ៊ុតឬក៏គៀបសក់ញឹកញាប់ហើយនឹងកត្តារបបអាហារជាដើមចារបបអាហារមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពទូទៅទេថែមទាំងប៉ះពាល់ដល់សុខភាពសក់ទៀតផងតើរបបអាហារណាខ្លះដែលជួយរួមចំណែកធ្វើឲ្យសក់យើងជ្រុះចាទី1អាហារដែលមានសន្ទុះជាតិស្ករខ្ពស់អាហារដែលមានសន្ទុះជាតិស្ករខ្ពស់មានន័យថាល្បឿននៃការបំផ្លាញជាតិកាបូនហីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមលឿនហើយក៏ជាអាហារដែលមានជាតិស្ករខ្ពស់ដែរនៅពេលជាតិស្ករនៅក្នុងឈាមឡើងខ្ពស់លំពែងបញ្ចេញអរម៉ូនអាំងស៊ូលីនដើម្បីស្រូបយកជាតិស្ករពីចរន្តឈាមហើយបំផ្លាញទៅជាថាមពលអាំងស៊ូលីនក៏ជួយបញ្ជូនជាតិស្ករដែលលើសទៅរក្សាទុកក្នុងថ្លើមសម្រាប់ប្រើប្រាស់នៅពេលកម្រិតជាតិស្ករនៅក្នុងឈាមធ្លាក់ចុះទាបដែរនៅពេលដែលយើងញ៉ាំអាហារមានសន្ទុះជាតិស្ករខ្ពស់ច្រើនជាប្រចាំអរម៉ូនអាំងស៊ូលីនលែងអាចគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបានដូច្នេះកម្រិតជាតិស្ករនៅក្នុងឈាមរបស់យើងនៅតែខ្ពស់ជាអចិន្ត្រៃយ៍ដែលគ្រូពេទ្យតែងតែនិយាយថាស៊ាំនឹងអាំងស៊ូលីនការកើនឡើងជាតិស្ករនៅក្នុងឈាមជាប្រចាំបណ្ដាលឲ្យខូចសរសៃឈាមដែលមិនអាចដឹកនាំសារធាតុចិញ្ចឹមគ្រប់គ្រាន់ចាទៅចិញ្ចឹមឬសក់ហើយនឹងសក់ហើយបង្កើននៅការផលិតអរម៉ូនអង់ត្រូហ្សែនដែលនឹងធ្វើឲ្យរឹសសក់រួញស្វិតហើយជ្រុះសក់អាហារដែលមានសន្ទុះជាតិស្ករខ្ពស់រួមមានភេសជ្ជៈផ្អែមបង្អែមអង្ករសម្រិតដំឡូងបារាំងនំប៉័ងមីហើយនិងផ្លែមៀនជាដើមចាទី2អាហារបង្កអាឡែហ្ស៊ីអ្នកខ្លះអាចអាឡែហ្ស៊ីជាមួយនឹងអាហារណាមួយដែលបណ្ដាលឲ្យឡើងកន្ទាលត្រអាក់កន្ទួលរមាស់កណ្ដាស់ហៀសម្បោរហើមអណ្ដាតមាត់ឬក៏មុខពិបាកដកដង្ហើមសម្ពាធឈាមធ្លាក់ចុះក្អួតឬរាគជាដើមនៅពេលដែលយើងញ៉ាំអាហារដែលបង្កអាឡែហ្ស៊ីជាប្រចាំរាងកាយរបស់យើងនឹងរលាករ៉ាំរ៉ៃដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយហើយមានជំងឺautoimmune ដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយវាយប្រហារឬសក់និងបង្កឲ្យរលាកស្បែកក្បាលដែលជាហេតុធ្វើឲ្យសក់យើងជ្រុះអាហារដែលងាយបង្កអាឡែហ្ស៊ីដល់យើងមួយចំនួនមានដូចជាស៊ុតគ្រាប់ផ្លែឈើសណ្តែកដីផលិតផលទឹកដោះគោហើយនិងគ្រឿងសមុទ្រជាដើមចាទី3អាហារដែលមានជាតិខ្លាញ់ខ្ពស់អាហារមានជាតិខ្លាញ់ខ្ពស់ដូចជាអាហារចៀនបំពងឆាខ្លាញ់សាច់ជាប់ខ្លាញ់ឈីសនិងប៊ឺជាដើមអាចបង្កើនកម្រិតអរម៉ូនតេស្តូស្តេរ៉ូននៅក្នុងខ្លួនដែលជាហេតុធ្វើឲ្យយើងជ្រុះសក់ម្យ៉ាងទៀតខ្លាញ់ប្រភេទនេះបង្កើនកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយនិងអាចធ្វើឲ្យសរសៃឈាមស្ទះហើយកាត់បន្ថយចរន្តឈាមរត់ដោយសារឬសក់មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឬសក់នឹងងាប់ហើយសក់យើងក៏ជ្រុះចាអញ្ចឹងហើយបើសិនជាយើងចង់ឲ្យសក់យើងកុំសូវជ្រុះយើងត្រូវជៀសវាងនៅអាហារដែលនេះខ្ញុំលើកឡើងនៅទាំង3ខាងមុខនេះចាមានដូចជាអាហារដែលមានជាតិស្ករខ្ពស់អាហារណាដែលធ្វើឲ្យយើងអាឡែហ្ស៊ីចាដូចជាស៊ុតកុំញ៉ាំច្រើនពេកចាកាលណាយើងញ៉ាំច្រើនវាអត់ល្អចាហើយដូចជាគ្រាប់ផ្លែឈើចាយើងខ្លួនឯងយើងដឹងអាហារណាដែលធ្វើយើងអាឡែហ្ស៊ីហ្នឹងយើងកុំញ៉ាំហើយម្យ៉ាងទៀតអាហារណាដែលមានជាតិខ្លាញ់ខ្ពស់ហ្នឹងក៏កុំញ៉ាំចាអញ្ចឹងការជៀសវាងនៅអាហារ3ប្រភេទនេះគឺនឹងធ្វើឲ្យយើងមានសក់រឹងមាំជាងមុន